អូខេអ្នកទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាបានសិក្សាមេរៀនទី4ទាក់ទងនឹងការប្រើប្រាស់ prompt engineering មកវីដេអូនេះជាវីដេអូលើកទី2ក្នុងការយើងអនុវត្តនិងសិក្សាវាបន្ថែមទៀតទាក់ទងនឹងការប្រើប្រាស់ prompt អញ្ចឹងជំហានទី1ខ្ញុំនឹង demo ទាក់ទងនឹង best prompt ដែលយើងនឹងទៅសួរ AI ថាprompt របស់យើងគឺជួយឲ្យខ្ញុំរកប្រាក់ដោយប្រើ AI អញ្ចឹងក្នុងចំណុចនេះមានន័យថា AI មិនដឹងពីជំនាញគោលដៅស្ថានភាពអ្នកប្រើប្រាស់ឬប្រភេទចម្លើយដែលអ្នកចង់បានទេអញ្ចឹងយើងអាចចូលមើលការឧទាហរណ៍ជាក់ស្ដែងអញ្ចឹងយើងចូល ChatGPT មកចាំយើង copy prompt នឹងមកនេះគឺជាចម្លើយដែល AI បានផ្ដល់ឲ្យយើងអញ្ចឹងមានន័យថា AI អត់ដឹងថាយើងជាពីណាទេអញ្ចឹងជំហានទី2ក្នុងករណីនេះយើងឲ្យយើងប្រាប់ AI អំពី rule ហើយនិង task អញ្ចឹងមានន័យថាយើងមាន2គឺអ្នកគឺជាអ្នកជំនាញអាជីវកម្ម AI បង្កើតផែនការរកប្រាក់ដោយប្រើ AI អញ្ចឹងអានេះគឺល្អជាងមុនបន្តិចឥឡូវ AI អាចដឹងអំពី rule ហើយនិង task ប៉ុន្តែវាខ្វះ context ហើយនិងរបៀបបង្ហាញចម្លើយតែយើង copy វាមកហើយយើងតេស្តមើលអូខេអ្នកនរអគ្នានេះជាចម្លើយ AI ដែលផ្ដល់ឲ្យយើងហើយគឺយើងមានផែនការ30ថ្ងៃនៅមានឧទាហរណ៍ជាច្រើនដែល AI ផ្ដល់ឲ្យអញ្ចឹងជំហានទី3មួយទៀតយើងមាន rule ផងមាន task ផងមាន context ទៀតចាក្នុង context ហ្នឹងគឺខ្ញុំជាអ្នកចាប់ផ្ដើមថ្មីមិនចេះប្រើ coding និងមានថវិកាតិចអញ្ចឹងយើងចូលមកយើងធ្វើការប្រៀបធៀបគ្នាចម្លើយរបស់វាដែលផ្ដល់ឲ្យពីមុននិងឥឡូវជំហានទី3របស់យើងនេះជាភាពខុសគ្នារវាងstep ទី1និង step ទី3និង step ទី2របស់យើងអញ្ចឹង step ទី3ហ្នឹងគឺវាមិនបន្ថែមទាក់ទងនឹងផ្លូវរកប្រាក់មួយទៀតអញ្ចឹងយើងគួរដើរពីណាយើងត្រូវរៀន AI បង្កើត sample ជ្រើសរើស niche ឬ role client បែបហ្នឹងអូខេអញ្ចឹងចំណុចបន្ទាប់ទៀតយើងនឹងចូលជំហានទី4គឺយើងមាន rule task context និង format អញ្ចឹងក្នុងformat នេះយើងប្រាប់ថាបង្ហាញផែនការជាតារាង30ថ្ងៃដែលមានជំហានងាយយល់ពី prompt នឹងមកគេខ្ញុំមានផែនការ30ថ្ងៃមានតារាងសម្រាប់ចាប់ផ្ដើមមានគោលដែលត្រូវប្រើមានក្បួនរកអតិថិជនហើយកុំចាប់ផ្ដើមដោយចំណាយច្រើនអូខេអញ្ចឹងរៀន 40% អនុវត្ត 30% ហើយរក client 30% អញ្ចឹងគោលដៅរបស់យើងអញ្ចឹងចំណុចបន្ទាប់ចំណុចfull prompt យើងគឺចុងក្រោយដែលយើងពេញមាន rule មាន task មាន context មាន format មាន constraint អញ្ចឹងចំពោះ constraint ហ្នឹងយើងគឺដោតលើសេវាកម្ម online ដែលអាចចាប់ផ្ដើមបានដោយប្រើ AI tool ឥតគិតថ្លៃមានតម្លៃទាបហើយជៀសវាងអះអាងពីចំណូលដែលមិនសមហេតុអញ្ចឹងនេះជាកំណែពេញលេញជាងគេព្រោះវាបានផ្ដល់ rule task context format និង constraint យ៉ាងច្បាស់លាស់អញ្ចឹងចំពោះ prompt ហ្នឹងខ្ញុំនឹងឲ្យអ្នកនរគ្នាសាកល្បងថា AI នឹងផ្ដល់ចម្លើយបែបណាដល់អ្នកនរគ្នាចំពោះ prompt ហ្នឹងខ្ញុំនឹងដាក់វានៅក្នុងវីដេអូខាងក្រោមវីដេអូនេះសូមអរគុណអ្នកនរគ្នាកុំភ្លេចចុច Subscribe ដើម្បីកុំឲ្យខកខានមេរៀនថ្មីៗប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច Like និង Share ទៅកាន់មិត្តភ័ក្តិក្រុមការងារនិងអ្នកដែលចង់ចាប់ផ្ដើមរៀន AI សូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូបន្ទាប់